សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចម្ងល់មួយចង់សួរទៅក្រុមហ៊ុនក៏ដូចជាចង់សួរទៅអ្នកជំងឺថ្នាំដែលលេបអាល់ប៉ារ៉ាសូឡាម 0.5 ហើយខ្ញុំចង់សួរថា 0.5 មីលីក្រាមខ្ញុំចង់សួរទៅក្រុមហ៊ុនថាហេតុអីបានជាប្រសិទ្ធភាពថ្នាំហ្នឹងវាអត់ដូចប្រទេសចាស់ហ្នឹងហើយជំងឺយកអាហ្នឹងទៅថាញ៉ាំអត់ត្រូវទេហ្នឹងហើយបងប្អូនមានណាគេឆ្ងល់ដូចខ្ញុំអត់ខ្ញុំលោកគ្រូអ្នកគ្រូមានឆ្ងល់ឲ្យខ្ញុំអត់ខ្ញុំចង់សួរទៅក្រុមហ៊ុនថាហេតុអី ingredient យកមកក្រោយដែលយើងអាប់ដេតថ្មីប្រទេសស្អាតអីនេះអ្នកជំងឺញ៉ាំអត់ត្រូវហេតុអីខ្ញុំឆ្ងល់បងប្អូនជំងឺមកថាញ៉ាំអត់ត្រូវទេឲ្យថ្នាំតែមួយកម្រិតដដែលប្រទេសដដែលអត់